ក្មួយស្រីទីនេះមានលក់ផ្ទះមែនទេណែតាកញ្ចាស់អ្នកណាឲ្យចូលមកនឹងសន្តិសុខមកបាត់ទៅណាអស់ហើយមិនក៏បណ្ដោយឲ្យឆ្កែឆ្មាឲ្យចូលមកអញ្ចឹងហ่ะ ពូគ្រាន់តែចង់មកមើលផ្ទះតើកូនប្រុសពូប្រាប់ថាឲ្យមកទីនេះរើសវីឡាធំតាមចិត្តយកប៉ុន្មានក្នុងក៏បានសម្រាប់គ្រួសារទាំងមូលស្នាក់នៅណាតាតែងដឹងអត់ថាតែគ្រឿងមួយសន្លឹករបស់វីឡានៅទីនេះអាចទិញដីកំទេចកំទីនៅស្រុកកំណើតតាឯងបានបាត់ទៅហើយនឹងហើយលោកតាមើលអេចាយក្នុងថងតាឯងទៅមើលទិញបានសំបីតែបន្ទប់ទឹកមួយនៅទីនេះអត់ឆាប់ចេញទៅគុំមកនាំរំខានដល់ការរកស៊ីពួកយើងជប់សិនអ្នកឯងមានសិទ្ធអីមកដេញគាត់អូយក្មួយស្រីកុំអីវាប្រឡាក់ណាស់ឆាប់ក្រោកឡើងទៅលោកតាមិនប្រឡាក់ទេចាខ្ញុំជាបុគ្គលិកលក់នៅទីនេះឈ្មោះស៊ូយីចាំខ្ញុំជូនលោកតាទៅបន្ទប់សម្រាប់ឲ្យត្រជាក់បន្តិចណាស៊ូយីនាងឯងឈួតទេហាខួរចូលទឹកមែនត្រឹមជាបុគ្គលិកហាត់ការចិត្តត្រូវគេដេញចេញសោះហ៊ាននាំតាកញ្ចាស់នេះទៅតំបន់វេបទៀតបើប្រឡាក់សាឡុងស្បែកគេនាងឯងមានលុយសង្អត់ហាស៊ូយីនាងឯងចង់កើនឹងខ្ញុំមែនទេដេញតាកញ្ចាស់នេះចេញទៅអ្នកគ្រប់គ្រងលីវច្បាប់ទី1របស់ក្រុមហ៊ុនគឺឲ្យតែដើរចូលទ្វារមកសុទ្ធតែជាភ្ញៀវគាត់ជាភ្ញៀវស្អីគេស៊ូយីនាងឯងនេះពិតជាកាកសំណល់ជួយមិនឡើងមែនបានតើបើនាងចូលចិត្តបំរើអ្នករើសអេតចាយម្លេះថ្ងៃនេះខ្ញុំប្រគល់ភ្ញៀវធំម្នាក់នេះឲ្យនាងចុះអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ណាដោយសារតែស៊ូយីគិតថាខ្លួនឯងពូកែណាស់អញ្ចឹងពួកយើងទុកឱកាសឲ្យនាងចុះស៊ូយីស្ដាប់ឲ្យច្បាស់បើថ្ងៃនេះនាងអាចរកចំណូលបានសំបីតែមួយកាក់មួយសេនពីតាចាស់នេះតំណែងអ្នកគ្រប់គ្រងរបស់ខ្ញុំនឹងប្រគល់ឲ្យនាងអង្គុយភ្លាមតែម្ដងហាអ្នកគ្រប់គ្រងតំណែងលោកធំរឹងមាំដូចភ្នំអញ្ចឹងហាត្រឹមមួយកាក់មួយសេនហ្នឹងបើតាកញ្ចាស់ហ្នឹងអាចដកលុយទូមួយសេនចេញមកបានមែនខ្ញុំនឹងស៊ីដាំឈើជ័រនៅលើប៉ាន់ម៉ាកែតនេះទាំងរស់ហ្មងស៊ូយីបើនាងឯងខ្លាំងហ៊ានទទួលការភ្នាល់នឹងអត់បើចាញ់ត្រូវលុតជង្គង់ក្រាបសំពះសុំទោសខ្ញុំនឹងអ្នកគ្រប់គ្រងភ្លាមរួចហើយស្ពីបង្វិចចេញទៅហាបានតើអ្នកគ្រប់គ្រងលីវលោកជាអ្នកនិយាយផ្ទាល់មាត់ណាបុគ្គលិកទាំងអស់នៅទីនេះសុទ្ធតែជាសាក្សីស្រាប់ហើយឲ្យតែថ្ងៃនេះខ្ញុំអាចបិទការលក់ជូនលោកតានេះបានលោកត្រូវតែប្រគល់តំណែងអ្នកគ្រប់គ្រងនេះមកឲ្យខ្ញុំខ្ញុំនិយាយម៉ាត់ណាម៉ាត់នឹងហើយខ្លាចតែបន្តិចទៀតនាងឯងយំអាក្រក់មើលពេកទេដឹងស៊ូតោះយើងទៅគុំនៅហិតក្លិនក្រមងចាស់កញ្ចាស់នឹងនាំតែចង្រៃខ្លួនសៀវចាងជាវចេងឆាប់ទុកកាហ្វេឆុងដៃដ៏ល្អប្រណិតរបស់ហាងយើងទៅអានឹងទុកសម្រាប់តែភ្ញៀវវេបមើលទេណាកុំចេះតែយកទៅបំរើមនុស្សផ្ដេសផ្ដាសខាត់របស់អស់ហើយលោកតាញ៉ាំទឹកក្តៅបន្តិចទៅឆាប់បាត់ស្រេកទឹកចាក្មួយស្រីឯងពិតជាមានចិត្តល្អមែនពូប្រាប់ឯងតាមត្រង់ចុះពូអត់ដឹងអីសោះទេពីរឿងមើលផ្ទះនឹងណាព្រឹកមិញមុនចេញពីផ្ទះកូនប្រុសពូដែលបើកក្រុមហ៊ុននៅទីក្រុងហ្នឹងវាបានហុចកាតមួយសន្លឹកមកឲ្យពូថែមទាំងបង្ខំឲ្យពូមកទីនេះដើម្បីរើសវីឡាធំពីរ3ខ្នងដែលអាចរស់នៅបានគ្នាច្រើនហើយរស់នៅបានស្រួលទៀតផងពូដើរសួរគេទៅគេថាផ្ទះនៅទីនេះគឺធំជាងគេហើយក៏ថ្លៃជាងគេដែរអញ្ចឹងហើយទើបពូដើរស្វែងរកមកដល់ទីនេះហ្មងទៅអញ្ចឹងថ្ងៃនេះលោកតាមកត្រូវកន្លែងហើយចាវីឡាកំពូល Cloud Supreme របស់គម្រោងយើងគឺទូលាយជាងគេក្នុងក្រុងនេះហ្មងហើយក៏ជាផ្ទះដែលរស់នៅស្រួលបំផុតដែរតោះចាំខ្ញុំជូនលោកតាទៅមើលម៉ាកែតផ្ទះណា